សហរដ្ឋអាមេរិកបានសម្ពងប្រទេសថៃជាលើកដំបូងបន្ទាប់ពីទីក្រុងបាងកកបានជំទាស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជាសាធារណៈទាំងលើពន្ធបដិការនិងកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្រសួងការបរទេសថៃបានឲ្យដឹងនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ថាទីក្រុង Washington បានជូនដំណឹងពីការសម្រេចផ្អាកការចរចាពន្ធបដិការជាមួយថៃនៅយប់ថ្ងៃទី14ខែវិច្ឆិកាអាមេរិកថាការចរចាដើម្បីរក្សាពន្ធ 19% និងបន្តឡើងវិញលុះត្រាតែរដ្ឋាភិបាលក្រុងបាងកកបដិញ្ញាចិត្តអនុវត្តសេចក្តីថ្លែងការណ៍រួមដែលខ្លួនបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរជាមួយកម្ពុជាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ប៉ុន្តែភ្លាមក្រោយពីការសារភាពនេះលោកអនុទីនប្រញាប់ចេញមកស្ដារមុខមាត់ថាអាមេរិកផ្អាកកិច្ចចរចានេះគឺមុនជំនួបតាមទូរស័ព្ទរវាងលោកនិងប្រធានាធិបតីTrumpហើយពេលនេះការចរចាបន្តធម្មតាដោយលោកផ្អែកទៅលើអំណាចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក៏ប៉ុន្តែសហរដ្ឋអាមេរិកផ្ទាល់មិនបានបញ្ជាក់ផ្លូវការនៅឡើយថានឹងបន្តការចរចាជាមួយថៃគិតត្រឹមព្រឹកថ្ងៃទី16ខែវិច្ឆិកាមួយប្រណុងរបស់អាមេរិកនេះកើតឡើងបន្ទាប់ពីលោកអនុទីនចង់សាកល្បងអំណាចTrumpដោយសម្រេចចិត្តព្យួរកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីហើយលែងសម្ដីថាថៃមិនចាំបាច់រាយការណ៍ទៅលោកTrumpដែលជាអ្នកព្រួយផ្ដើមឲ្យមានសន្តិភាពនេះទេកាន់តែធ្ងន់លោកអនុទីនបានចំអកលោកTrumpដោយនិយាយថាលោកមិនខ្លាចអាមេរិកដាក់សម្ពាធពន្ធនោះទេហើយបើថៃមិនអាចលក់ទំនិញឲ្យអាមេរិកបានថៃនឹងរកទីផ្សារផ្សេងសម្រាប់ថៃដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាក្រោមកិច្ចការពារសន្តិសុខជាតិដោយអាមេរិកការប្រឆាំងអាមេរិកកណ្ដាលទីបែបនេះស្ទើរតែមិនធ្លាប់ឮពីមុនមកវាមិនខុសពីការទះលោកTrumpមួយដៃនៅចំពោះមុខពិភពលោកនោះឡើយទីក្រុងបាងកកបានសម្ដែងការខកចិត្តដោយទទូចថាអាមេរិកមិនគួរលាយឡំពាណិជ្ជកម្មជាមួយនឹងសន្តិសុខព្រំដែនឡើយប៉ុន្តែអតីតអនុរដ្ឋមន្ត្រីការបរទេសថៃ Ross Chandra បាននិយាយថាថៃគួរតែបន្ទោសខ្លួនឯងហើយថាពាក្យសម្ដីរបស់លោកអនុទីននេះហើយដែលធ្វើឲ្យថៃរងគ្រោះពេលនេះចំនួនព្រំដែនកម្ពុជាថៃបានរីករាលដាលទៅជាការសាកល្បងអំណាចនយោបាយថៃហ៊ានជំទាស់អាមេរិកសងវិញច្បាស់ថាការចន្លោលេងនឹងអំណាចប្រធានាធិបតីអាមេរិកជាពិសេសលោក Donald Trump អាចមានផលវិបាកភ្លាមដោយមិនចាំបាច់រងចាំយូរ